បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីការបដូរ profile Facebook ដោយកុំឲ្យគេឃើញអញ្ចឹងអ្នកនរគ្នាចូលមកកាន់ Facebook បន្ទាប់មកអ្នកនរគ្នាចូលមកក្នុងprofile របស់យើងបន្ទាប់មកអ្នកនរគ្នាចុចនៅលើសញ្ញានេះសញ្ញារូបកាមេរ៉ានេះបន្ទាប់មកអ្នកទាំងអស់គ្នា select នៅរូបថតដែលអ្នកទាំងអស់គ្នាចង់យកអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំយករូបនេះមួយអញ្ចឹងអ្នកទាំងអស់គ្នា select លើហ្នឹងហើយកន្លែងនេះអ្នកទាំងអស់គ្នាសរសេរធម្មតាអញ្ចឹងគេអត់ដឹងទេគេអត់ដឹងថាយើងដូរ profile ទេយើងដាក់ថា profile ថ្មីអញ្ចឹងចុះអូខេអញ្ចឹងបន្តមកអ្នកទាំងអស់គ្នាត្រូវដឹងថាកន្លែងនេះអ្នកទាំងអស់គ្នាត្រូវដក crease នឹងចេញ crease ពណ៌ខៀវនោះដក crease នឹងចេញអញ្ចឹងនៅពេលដែលយើងដូរ profile គឺគេអត់អាចឃើញយើងបានទេអញ្ចឹងយើងដកមកហើយចុច save ទៅវាជាការស្រេចហើយកំពុងបដូរហើយកំពុងបដូរ profile ថ្មីអញ្ចឹងជាការបដូរ profile ដែលកុំឲ្យគេឃើញមានតែប៉ុណ្ណឹងអរគុណច្រើនសម្រាប់អ្នកទាំងអស់គ្នាដែលបានមើលនៅវីដេអូនេះហើយអាចអនុវត្តបានអញ្ចឹងអ្នកទាំងអស់គ្នាមើលឃើញអត់មានឃើញឃើញអត់មានឃើញអូសមកអត់មានឃើញទេប៉ុន្តែឃើញនៅក្នុង profile របស់យើងបានload រូបថ្មីបានផ្លាស់ប្ដូរថ្មីឯងអញ្ចឹងនៅក្នុងនេះអត់មានឃើញទេយើងដោយសារយើងដក crease ពណ៌ខៀវមិញខ្ញុំប្រាប់អ្នកទាំងអស់គ្នាណាអូខេវីដេអូខ្លីមានតែប៉ុណ្ណឹងអ្នកទាំងអស់គ្នាអាចអនុវត្តបាននៅវីដេអូនេះអរគុណ